ក្នុងភូមិទូចមួយដ៏ស្ងប់ស្ងាត់មានកូនឆ្កែមួយឈ្មោះថាលីអូដែលគិតថាខ្លួនឯងគឺជាសត្វតោលីអូសម្លឹងមើលខ្លួនឯងហើយជឿជាក់ថាគាត់មានភាពក្លាហានដូចជាសត្វតោអញ្ចឹងគាត់ដើរជុំវិញភូមិដោយអួតអាងថាខ្លួនជាស្ដេចនៃសត្វទាំងអស់ថ្ងៃមួយលីអូសម្រេចចិត្តរត់ចូលទៅក្នុងព្រៃដើម្បីបង្ហាញភាពក្លាហានរបស់ខ្លួនសត្វព្រៃទូចៗសន្លឹងមើលគាត់ដោយចង់ដឹងថាតើឆ្កែតូចនេះកំពុងមកធ្វើអ្វីស្រាប់តែភ្លាមនោះសត្វតោពិតប្រកាសមួយបានបង្ហាញខ្លួនមកពិតមែននៅពេលនោះធ្វើឲ្យលីអូភ័យខ្លាចជាខ្លាំងលីអូដឹងខ្លួនថាគាត់មិនមែនជាសត្វតោទេតែគ្រាន់តែជាឆ្កែតូចមួយប៉ុណ្ណោះ It's okay, Leo. Thank you. You're safe with me. I know. Hey there, my happy pups. I'm home. I missed you all so much. Who's a good dog? Ready to play, everyone? Let's go. This is the best. ពេលខ្លះការធ្វើជាខ្លួនឯងគឺជាកម្លាំងដ៏អស្ចារ្យបំផុត